នេះគឺជាសមិទ្ធផលនៃការធ្វើឲ្យរបស់ខ្ញុំពុកម៉ែបងប្អូនថាឆ្ងាញ់មែនតែនហ្មងបងប្អូននេះកាត់មកសឹកឈ្ងុយដូងហ្មងខ្ទិះដូងឡើងល្មួតហើយឆ្ងាញ់ហើយអត់ផ្អែមអត់ទ្រាំទេខ្ទិះដូងប្រៃអែមប្រៃផ្អែមហើយជាមួយនឹងញ៉ាំជាមួយនឹងសាច់ដូងជ្រប់ជ្រប់ឈ្ងុយពេញមាត់ហើយម្សៅវិញស្បែកនំបកនំនេះគឺទុនស្វិតតែម្ដងណាបងប្អូនឃើញទេអូយម្ដុំណាក៏ឆ្ងាញ់ដែរណាឥឡូវមុននឹងធ្វើជួយ like ជួយ subscribe ហើយជួយចែករំលែក share ចេញទៅដើម្បីឲ្យឃើញនំខ្មែររបស់យើងផងណាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងវីដេអូថ្មីមួយនេះណាសម្រាប់វីដេអូនេះគឺនាងខ្ញុំបង្ហាញពីក្បួនធ្វើនំមាត់ឆ្នាំងហើយវាលាយជាមួយនឹងធម្មតានំមាត់ឆ្នាំងគឺលាយជាមួយនឹងសណ្ដែកស្នូលសណ្ដែកត្រូវទេពុកម៉ែបងប្អូនតែសម្រាប់ខ្ញុំក្នុងវីដេអូនេះគឺនាងខ្ញុំលាយជាមួយនឹងសាច់ដូងហើយនឹងស្រូបទឹកខ្ទិះណាពុកម៉ែបងប្អូនចង់ដឹងថានាងខ្ញុំធ្វើបែបណាដែរឬអត់នាងខ្ញុំមកបង្ហាញក្បួននេះគឺថ្មីប្លែកប៉ុន្តែមានរសជាតិឆ្ងាញ់នាងខ្ញុំចង់បង្ហាញឲ្យបងប្អូនបានឃើញណាហើយនេះជានំខ្មែរមួយមុខដែលកម្រមានលក់លើទីផ្សារពុកម៉ែបងប្អូនបានឃើញហើយដឹងតែបងប្អូនចង់ដឹងថាវាមានរសជាតិបែបណាគឺឈ្ងុយដូងតែម្ដងណាហើយនំនេះវាស្រដៀងនឹងនំកាទៀវកាត់ប៉ុន្តែកាទៀវកាត់វាមានរសជាតិប្រៃចំណែកនំមាត់ឆ្នាំងដែលរសជាតិដូងនេះគឺវាមានរសជាតិផ្អែមឈ្ងុយដូងបងប្អូនកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំពីដើមដល់ចប់ហើយចង់ដឹងថានាងខ្ញុំធ្វើបែបណាមានគ្រឿងក្រៅអីណាខ្លះបងប្អូនកុំភ្លេចតាមដានទាំងអស់គ្នាណាតោះយើងតាមដានទាំងអស់គ្នាទៅតោះឥឡូវខ្ញុំចាប់ផ្ដើមលាយម្សៅដើម្បីយើងធ្វើសំបកនំម្សៅដែលយើងប្រើនេះគឺជាម្សៅប្រភេទអង្គខ្សាយអង្គខ្សាយនេះខ្ញុំប្រើ100ក្រាមយើងថ្លឹងឲ្យគ្រប់100ក្រាមណាហើយអង្គខ្សាយ100ក្រាមអញ្ចឹងខ្ញុំដាក់ម្សៅឆាដើម្បីឲ្យនំនឹងវាទន់លាងទន់ហើយយើងស្វិតបន្តិចខ្ញុំប្រើម្សៅឆាហ្នឹងចំនួន200ក្រាមទីគ្រប់100 200ក្រាមហើយអញ្ចឹងខ្ញុំដាក់ស្ករខ្ញុំដាក់បន្តិចទេខ្ញុំដាក់ប្រហែលជា2ស្ព្រាបាយយកផ្អែមឡំណា2ស្ព្រាបាយហ្នឹងគឺប្រហែលជា30ក្រាមអីទៅបានហើយប៉ុណ្ណឹងមកហើយខ្ញុំលាយល្បាយស្ងួតហ្នឹងឲ្យចូលគ្នាសព្វពេលខ្ញុំលាយល្បាយស្ងួតហ្នឹងចូលគ្នាហើយអីហើយណាថ្ងៃយើងត្រៀមទឹកយើងលេងប្រើអញ្ចឹងណាយើងទឹកមកទឹកនេះគឺខ្ញុំដាក់450 ml ទឹកត្រជាក់ធម្មតាណាដាក់ទឹកត្រជាក់ធម្មតាហើយយើងកូរវាយើងដាក់ទឹកត្រជាក់ហ្នឹង450 ml អញ្ចឹងហើយណាយើងកូរវាឲ្យម្សៅហ្នឹងរលាយសព្វគ្នាល្អណាកុំឲ្យវាកក់ដុំបន្ទាប់មកយើងប្រើទឹកក្តៅដាំពុះទឹកឆ្អិនយើងហ្នឹងណាពុះក្តៅខ្លាំងហ្នឹងណា450 ml ដូចគ្នាអញ្ចឹងយើងត្រូវកូរអាទឹកពេលទឹកត្រជាក់ហ្នឹងយើងកូរម្សៅហ្នឹងឲ្យវារលាយសព្វសិនណាបើមិនអញ្ចឹងទេវាកក់ដុំឥឡូវយើងកូរអញ្ចឹងហើយយើងចាប់ផ្ដើមយកទឹកក្តៅនេះមកចាក់តែម្ដងអញ្ចឹងទឹកត្រជាក់450 ml ទឹកក្តៅ450 mlតបមកទៀតខ្ញុំចាក់ប្រេងឆាមកសព្រាចូលទៅដើម្បីឲ្យម្សៅយើងមានសភាពទន់ស្វិតឆ្ងាញ់ល្អប្រេងឆាចូលបន្តិចណាយើងកូរវាមកបន្ទាប់មកម្សៅហ្នឹងខ្ញុំចែកចេញជា3ពណ៌ដាក់ឡើងនេះមកបងប្អូនប្រើលក្ខអាហារក៏បានលក្ខអីក៏បានតែខ្ញុំអត់ទេខ្ញុំប្រើប្រភេទលក្ខចេញពីបន្លែភាសាខ្ញុំនៅសល់មានថ្ងៃមុនខ្ញុំធ្វើនំពីនំលោកខែអីសល់ហ៎តែអញ្ចឹងខ្ញុំយកលក្ខហ្នឹងមកដាក់នេះគឺប្រភេទលក្ខនេះណាបងប្អូនប្រើដាក់ប៉ុន្មានពណ៌ក៏បានដែរនេះមើមយ៉ែនដាក់ប៉ុណ្្នឹងមកណាហើយនេះគឺល្ពៅប៉ុ
ប៉ុណ្ណឹងមកហើយមួយទៀតគឺស្ពៃពុយលែងស្ពៃពុយលែងនេះខ្ញុំដាក់មកណាពុយលែងនេះវាពណ៌ខៀវដល់មកខ្ញុំបែងចែកម្សៅហ្នឹងជា3ចំណែកពេលយើងបែងចែកម្សៅជា3ចំណែកហើយយើងកូរវាណាយើងកូរវាឲ្យវាពណ៌លក្ខហ្នឹងវារលាយចូលក្នុងទឹកម្សៅហ្នឹងល្អទៅកូរចឹងឲ្យគ្រប់ពណ៌ទៅណាកូរហើយយើងផ្អាប់ម្សៅនឹងទុកសិនចាំយើងមកធ្វើកូរស្នូលរបស់យើងណាឥឡូវខ្ញុំចាប់ដើមធ្វើទឹកខ្ទិះសម្រាប់ដាក់ក្នុងនំយើងណាចាយើងចាក់ក្បាលខ្ទិះមកហើយយើងបើកភ្លើងទឹកខ្ទិះនេះខ្ញុំដាក់អំបិលកន្លះស្លាបព្រាកាហ្វេមកស្ករ1ស្លាបព្រាបាយខ្ញុំយកប្រៃផ្អែមឡំណាហើយយើងកូរទឹកខ្ទិះហ្នឹងឲ្យវាពុះល្អទៅនេះឃើញទេពេលវាពុះល្អហ្នឹងណាទឹកខ្ទិះខ្ញុំដាក់កន្លែងកកអញ្ចឹងវារៀងកកដុំបន្តិចណាបើខ្ញុំចាក់2ស្បោងចូលវាមានកកខ្លះថ្មីខ្លះអញ្ចឹងយើងដាក់ឲ្យវាពុះល្អតែអត់ងាស់ទេណាងាស់ឡើងប្រេងដូងបន្ទាប់មកនេះជាម្សៅឆាលាយជាមួយនឹងម្សៅអង្ករខ្ញុំណានេះឃើញទេខ្ញុំលាយចូលគ្នាពីរមុខនឹងលាយចូលគ្នាហ្នឹងបើយើងប្រើម្សៅឆាសុទ្ធវារៀងស្អិតពេកណាបើវាម្សៅអង្ករពេកវារៀងផុយអញ្ចឹងខ្ញុំចង់ឲ្យវាមកល្មមស្អិតតិចផុយល្មមឆ្ងាញ់ណាអញ្ចឹងខ្ញុំលាយចូលគ្នាទៅមួយមុខមួយស្លាបព្រាបាយកំប៉ុងអញ្ចឹងណាដាក់លាយមួយទឹកដើម្បីយើងចាក់ចូលជាមួយនឹងទឹកខ្ទិះយើងពេលទឹកខ្ទិះហ្នឹងពុះល្អនេះយើងទឹកខ្ទិះហ្នឹងកុំយករាវព្រោះយើងដាក់ក្នុងនំចារាវពេកវាហៀចេញពីនំមកអត់ល្អទេយើងដាក់រៀងខាប់បន្តិចណាយើងកូរវឹកវាឲ្យម្សៅហើយនឹងទឹកខ្ទិះហ្នឹងណាវាចូលគ្នាល្មួតល្អជាសាច់តែមួយកុំឲ្យវាកក់ដុំហ្នឹងណាអត់ល្អទេគ្រាន់តែសាច់ដូងហ្នឹងល្មួតចូលគ្នាទៅបានហើយយើងបិទភ្លើងទុកបានណានៅពេលនេះខ្ញុំចាប់ផ្ដើមកូរស្នូលថ្ងៃនេះគឺខ្ញុំប្រើដូងខ្ចីដូងហ្នឹងគឺថាដូងរៀងចាស់បន្តិចណាតែអត់ខ្ចីពេកអត់ចាស់ពេកទេអត់ឆ្ងាញ់ទេណាអញ្ចឹងខ្ញុំដាក់ស្ករចំពោះស្ករខ្ញុំដាក់80ក្រាមបើបងប្អូនចូលចិត្តផ្អែមបងប្អូនបន្ថែមតាមហ្នឹងណាហើយដូងនេះគឺខ្ញុំដាក់200ក្រាមយើងកូរស្ករត្នោតរបស់យើងហ្នឹងឲ្យឡើងឈ្ងុយយើងត្រង់ទៅមិនឲ្យវាឡើងពណ៌ពេកទេបន្ទាប់មកយើងតម្លាក់សាច់ដូងចូលទៅណាសាច់ដូងយើងកោសជាប្រទះស្ដើងយើងប្រើខ្នោះកោសអញ្ចឹងណាខ្ញុំប្រើខ្នោះដៃហើយយើងកូរវាឲ្យឡើងដាច់ទឹកល្អណាចាក់ចូលទាំងអស់មកយើងកូរសាច់ដូងនឹងឲ្យដាច់ទឹកស្ងួតល្អទៅឆ្ងាញ់ណាឥឡូវវាចេញទឹកហើយយើងប្រើស្ករត្នោតចេះគឺវាឡើងឈ្ងុយល្អនេះយើងកូរស្នូលយើងឲ្យឡើងដាច់ទឹកល្អអញ្ចឹងមកណាឲ្យរៀងស្ងួតតិចមកហើយឲ្យវាឡើងពណ៌រៀងព្រឿងអញ្ចឹងទៅឃើញវាតំណង
ពណ៌វាពណ៌សក៏បានដែរបងប្អូនប៉ុន្តែបើថាឡើងពណ៌ក្រហមព្រឿងជិះគឺមើលទៅតំណងឥឡូវវាដាច់ទឹកល្អហើយយើងបិទភ្លើងទៅចាក់ស្នូលទុកទៅតោះឥឡូវយើងចាប់ដើមចាក់ទៅខ្ញុំចាក់បានហើយខ្លះហើយអញ្ចឹងខ្ញុំយកខ្ទះដែលអត់ជាប់ហ្នឹងណាយកមកចាក់វាប្រេងឆាបន្តិចមកហើយយើងចាក់វាដូចចាក់មិនឆាវអញ្ចឹងឃើញទេយើងចាក់វាមកអញ្ចឹងយើងកលែងវាកុំឲ្យវាស្ដើងពេកកុំឲ្យវាក្រាស់ពេកហើយភ្លើងហឹមហើយខ្ទះហ្នឹងលាបប្រេងតិចណាកុំឲ្យវាជាប់ដោយសារវាមានជាតិស្ករហើយខ្ញុំគ្របវាអញ្ចឹងមកគ្របវាប្រហែលជា1នាទីអីទេគឺនំយើងបានឆ្អិនល្អហើយកន្លែងនេះយើងបាន1នាទីអញ្ចឹងយើងដាក់ប្រេងមកតំណក់ពីតំណក់ណាយើងរៀបលើនំនេះពេលយើងកាប់នំចូលទៅជ្រុញឬក៏ចូលទៅថាសទៅចានអីចឹងកុំឲ្យវាស្អិតនំណានេះឃើញទេចូលមកយើងដាក់ក្តារមួយមកឬក៏ប្រទះជ័យអញ្ចឹងណាហើយលាបប្រេងឆាជួយតិចទៅយើងផ្កាប់វាមកណាយើងផ្កាប់ទៅវាមិនស្ទុះវាធ្លាក់មកហើយនេះវាមកវាផ្កាប់មកធ្លាក់មកអញ្ចឹងណាពេលវាធ្លាក់អញ្ចឹងបងប្អូនទុកឲ្យវាត្រជាក់សិនទៅចាំយើងដាក់ស្នូវាណាហើយយើងចាក់នំបន្តទៀតទៅឥឡូវនំយើងចុះត្រជាក់ណាអញ្ចឹងយើងចាក់បដាគឺយើងវិចបដាអញ្ចឹងទេយើងនេះហើយនំនេះបងប្អូនអត់ចង់ចាក់យកមកចៀនដូចនាងខ្ញុំប្រើខ្ទះចៀនអញ្ចឹងបងប្អូនអាចយកទៅចំហុយក៏បានដែរគឺបានទាំងពីរហើយខ្ញុំចាប់ដើមស៊ុបទឹកខ្ទិះមកណែបងប្អូនឃើញទេតំណងទេហើយទឹកខ្ទិះហ្នឹងតតែរៀងខាត់តាយអញ្ចឹងណាបានយើងខ្ចប់ពីជាប់ទី1ទី2បងប្អូនកុំធ្វើឲ្យសបកវាលហែកបើសិនជាសបកវាលហែកវាហូរទឹកខ្ទិះហ្នឹងចេញទៅគឺវាអត់ស្អាតណាវាឆ្ងាញ់តែវាអត់ស្អាតអញ្ចឹងណាឃើញទេយើងខ្ចប់វាមកណែឃើញទេគឺរួចរាល់ហើយបាននំឡើងស្រស់ស្អាតមួយតែម្ដងណាយើងចាក់ឲ្យគ្រប់ពណ៌ឲ្យហើយមកណានេះឥឡូវនំរបស់ខ្ញុំធ្វើហើយបងប្អូនឃើញតំណងទេចាឥឡូវវីដេអូនៃការធ្វើនំមាត់ឆ្នាំងស្នូលដូងរបស់ខ្ញុំដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនម្ដុំណាក៏ឆ្ងាញ់ម្ដុំណាក៏ល្មមអូយទុនស្វិតផ្អែមឡំតែម្ដងណាខ្ញុំបានញ៉ាំហើយសាក់ញ៉ាំមិញហើយតែឆ្ងាញ់មែនទែនអត់ផ្អែមអត់តលន់ទេខ្ញុំឃើញដាក់ខ្ទិះដូងអញ្ចឹងហើយផ្អែមតលន់ឬអត់ទេណាឥឡូវនាងខ្ញុំគ្រប់វាចាំជួបគ្នានៅវីដេអូថ្មីក្រោយទៀតណាពុកម៉ែបងប្អូន